ទាំងអស់គ្នាយើងនឹង unboxing Nissan Skyline GT-R 34ហើយខ្ញុំចង់បាន secret ព្រោះខ្ញុំឃើញ international collector គាត់បានរបស់ secret ហើយ real item តាមពិតទៅភាគច្រើនអ្នកទាំងអស់គ្នានឹងបាន ឡាន Nissan ពណ៌ខៀវបែបហ្នឹងប៉ុន្តែយើងមាន collector នៅ international គាត់បានពណ៌ខៀវលាយជាមួយនឹង metal color ខ្ញុំចង់បានពណ៌នឹងដែរប៉ុន្តែខ្ញុំទាយឃើញមួយថានៅត្រង់ចំណុចនេះមានពណ៌metal ឬក៏ gray អញ្ចឹងខ្ញុំរំពឹងថាពេលដែល unboxing ទៅមួយនេះនឹងបានmetal gray ហើយនឹង blue color នៅក្នុងកៃដូហៅមួយហ្នឹងចាំមើលថាតើយើងបានអត់ជួយបន់ស្រន់ឲ្យខ្ញុំបានមួយផងព្រោះនឹងគឺជា real item secret item នៅបន្ទាប់ពីយើង unboxing តោះមក unboxing ទាំងអស់គ្នាតើយើងនឹងបានអីដែលយើងចង់បានអត់តោះមកយេបានរបស់ secret មែន Cheer good job ទាំងអស់គ្នានេះអីដែលខ្ញុំចង់បានហ្នឹងចង់បានមែននេះទាំងអស់គ្នាខ្ញុំរករបស់ secret ហ្នឹងយូរហើយក៏ដែរគិតថានឹងបានដែរឥឡូវបានមែនអញ្ចឹងNissan Skyline GT-R 34 Kaido Howwork Shinjuku V2 ពណ៌ metal with blue ខ្ញុំបានហើយនេះទាំងអស់គ្នាឃើញខុសគ្នានៅក្នុងប្រអប់គេដាក់ពណ៌ខៀវសុទ្ធប៉ុន្តែយើង unboxing ទៅយើងបានរបស់ secret នេះគឺជាចំណុចពិសេសដែលធ្វើឲ្យយើងរំភើបសម្រាប់ការ unboxing មួយហ្នឹងអញ្ចឹងទាំងអស់គ្នាបើអ្នកទាំងអស់គ្នាចង់បានមួយហ្នឹងក៏បានដែរយើងនឹងលក់ជូនតាមពិតទៅខ្ញុំចង់ទុកជា collection របស់ខ្ញុំព្រោះវាជា real item ប៉ុន្តែយើងចង់ឲ្យ collector នៅក្នុងប្រទេសកម្ពុជាយើងបានNissan Skyline GT-R 34 Kaido Works Shinjuku V2 នេះដោយមានពណ៌metal ជាមួយនឹងពណ៌ខៀវព្រោះវាជា real item ទាំងអស់គ្នាកុំបងបាន admin រៀបចំជូនមកអេមដឹកជូនថ្ងៃហ្នឹងក៏បានដែរអញ្ចឹងទាំងអស់គ្នាតោះមកមើលលម្អិតទាំងអស់គ្នាអូស្អាតខ្លាំងណាស់អេមអូយអានេះជាកូដអូយជាកូដស្ដាំជាកូដឡានដែលបើកនៅស្រុកខ្មែរជាកូដឆ្វេងប៉ុន្តែ is okay ជាកូដអីជាកូដទៅឲ្យតែបាន real item បែបហ្នឹងហើយជា secret បន្ទាប់ពី unboxing ហើយអូទាំងអស់គ្នានេះស៊ីម៉ាំងភ្លោះហើយជាមួយនឹងជាគៀងខាងក្រោយរបស់ Nissan Skyline មួយនេះស្អាតខ្លាំងណាស់អេមទាំងអស់គ្នាoh god so good អាហ្នឹងយើងអាច open hood បានណាអូ sorry hood យើងបើកខាងនេះ oh wow អានេះម៉ាស៊ីនរបស់ Nissan អេមខ្លាំង iconic machine របស់ Nissan ទាំងអស់គ្នាស្អាត admin កំពុងរំភើបអត់ដឹងនិយាយអីគេទេគ្រាន់ដឹងថាពេលដែល unboxing ទៅបានរបស់ secret បែបនេះគឺឲ្យរំភើបខ្លាំងតោះទាំងអស់គ្នាកំងណាព្រោះវាជារបស់កម្រហើយអត់ដឹងថាមានទៀតអត់ទេអញ្ចឹងអាចកំងពេលនឹងបានយើងនឹងដឹកជូនអរគុណច្រើន